ចាសូមជម្រាបសួរនិងសូមស្វាគមន៍មកកាន់ Channel ចំណេះដឹងសម្រាប់សុខភាពនៅថ្ងៃនេះ Channel យើងខ្ញុំនឹងធ្វើការណែនាំជូនអ្នកទាំងអស់គ្នាតាក់ទងជាមួយនឹងអត្ថប្រយោជន៍4យ៉ាងរបស់ពោតបារាំងជំងឺទល់លាមកគឺជាប្រភេទជំងឺមួយយ៉ាងដែលកើតឡើងលើមនុស្សគ្រប់វ័យដោយសារតែបញ្ហាសុខភាពរបស់យើងបម្រែបម្រួលមកពីពោះវៀនធំដែលមិនអាចបញ្ចេញកាកសំណល់ចេញមកក្រៅបានទៀងទាត់បញ្ហានេះបណ្ដាលមកពីលាមកដែលមានកំហាប់ក្រាស់ស្ងួតរឹងនិងគ្មានជាតិទឹកដែលបង្កការលំបាកក្នុងការបន្តបង់តើដូច្នេះអ្នកទាំងអស់គ្នាអាចចូលរួមតាមដានស្ដាប់ជាមួយនាងខ្ញុំតាក់ទងជាមួយនឹងអត្ថប្រយោជន៍4យ៉ាងរបស់ពោតបារាំងដែលអាចជួយដោះស្រាយនៅបញ្ហាទល់លាមកបានយ៉ាងមានប្រសិទ្ធភាពសម្រាប់អត្ថប្រយោជន៍ទី1គឺសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មពោតបារាំងមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មច្រើននិងមានអត្ថប្រយោជន៍ចំពោះសុខភាពក្នុងការប្រឆាំងនឹងពពួករ៉ាឌីកាល់សេរីក្រៅពីសារធាតុប្រឆាំងអុកស៊ីតកម្មពោតបារាំងក៏មានផ្ទុកនូវវីតាមីន A និងវីតាមីន C ហើយយោងទៅតាមការសិក្សាក៏បានរកឃើញផងដែរថារបបអាហារដែលមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មគឺច្រើនជំនួយទៅដល់សុខភាពបេះដូងសម្រាប់គុណសម្បត្តិទី2គឺជួយប្រឆាំងនឹងជំងឺមហារីកនិងជួយកាត់បន្ថយជាតិស្ករក្នុងឈាមប្រូតេអ៊ីនមួយក្នុងចំណោមប្រូតេអ៊ីនជាច្រើនក្នុងពោតបារាំងដែលអាចជួយទប់ស្កាត់ការលូតលាស់នៃកោសិកាមហារីកក្នុងរាងកាយបានលើសពីនេះទៅទៀតការធ្វើពិសោធន៍ក៏បានបង្ហាញផងដែរថាការទទួលទាននៅពោតបារាំងក៏អាចជួយកាត់បន្ថយជាតិស្ករនៅក្នុងឈាមរបស់យើងបានផងដែរសម្រាប់គុណសម្បត្តិទី3គឺមានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើនពោតបារាំងមានផ្ទុកនូវវីតាមីន C វីតាមីន K ដែលវីតាមីន C គឺល្អចំពោះប្រព័ន្ធការពាររាងកាយនិងវីតាមីន K គឺល្អចំពោះកំណកឈាមលើពីនេះទៅទៀតវាក៏មានផ្ទុកនូវការរលាយទាបនិងមានប្រូតេអ៊ីននិងជាតិសរសៃច្រើនគុណសម្បត្តិទី4គឺជួយកាត់បន្ថយហានិភ័យជំងឺបេះដូងជាកូលេស្តេរ៉ុលខ្ពស់គឺអាចប្រឈមនឹងកើតជំងឺបេះដូងពោតបារាំងមានផ្ទុកនូវជាតិរំអល់នៅពេលដែលចូលទៅក្នុងខ្លួនវានឹងផ្សំជាមួយនឹងជាតិកូលេស្តេរ៉ុលអំឡុងពេលដែលកំពុងរលាយក៏ប៉ុន្តែការញ៉ាំនៅពោតបារាំងច្រើនពេកក៏អាចបណ្ដាលនូវផលប៉ះពាល់ទៅដល់សុខភាពរបស់យើងផងដែរព្រោះពោតបារាំងមានផ្ទុកនូវសារធាតុមួយយ៉ាងដែលអាចបណ្ដាលឲ្យយើងឈឺពោះរាកនិងហើមពោះហើយសារធាតុមួយចំនួនទៀតក៏អាចបណ្ដាលឲ្យយើងកើតគ្រោះនៅក្នុងតម្រងនោមផងដែរដូច្នេះអ្នកទាំងអស់គ្នាគួរទទួលទានពោតបារាំងក្នុងបរិមាណមួយល្មមអាចតិចជាង4ដងក្នុងមួយសប្តាហ៍ឬមិនឲ្យលើសចំនួន250ក្រាមទើបទទួលបាននូវសុខភាពល្អចា៎ហើយសម្រាប់អត្ថបទនេះផងដែរ Channel យើងខ្ញុំដកស្រង់ពីគេហទំព័រក្នុងស្រុក Hello គ្រូពេទ្យនិងកោះសន្តិភាពចា៎សូមអរគុណអ្នកទាំងអស់គ្នាដែលតែងតែតាមដានក៏ដូចជាគាំទ្រនៅ Channel ចំណេះដឹងសម្រាប់សុខភាពជាថ្មីម្ដងទៀតនាងខ្ញុំសូមអភ័យទោសផងដែររាល់ពាក្យពេចន៍មិនច្បាស់ក៏ដូចជាកំហុសដែលអង្គឡើងដោយអចេតនានៅត្រង់ចំណុចណាមួយចា៎សូមអរគុណ